ចាគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះជាស្រីណាជាកសិករមួយរូបដែលចិញ្ចឹមមាន់នៅភូមិជ្រៃវែងឃុំស្រែរនងស្រុកត្រាំកក់ខេត្តតាកែវចាហើយថ្ងៃនេះដែរនាងខ្ញុំចង់មកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីការចិញ្ចឹមមាន់តើយើងគួរចិញ្ចឹមបែបណាដើម្បីឲ្យចំណាយពេលតិចហើយចំណាយដើមទុនតិចនិងបានចំណេញច្រើនចាទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាហើយសម្រាប់ចំណុចដែលនាងខ្ញុំចង់មកបង្ហាញថ្ងៃនេះគឺមានចំនួន3ចំណុចធំទី1គឺយើងចំណាយដើមទុនទៅលើការចំណាយកូនចាហើយទី2គឺការថែទាំទី3គឺយើងនិយាយពីការផ្ដល់ចំណៃរបស់វាចាសម្រាប់កូនមាន់ដូចខាងនាងខ្ញុំបានបង្ហាញពីមុនមកអញ្ចឹងគឺនាងខ្ញុំធ្វើការទទួលកំងពីខាងគេមកគឺនាងខ្ញុំអត់បានចិញ្ចឹមឬក៏ភ្ញាស់ខ្លួនឯងផ្ទាល់ទេចានេះគឺជាការចំណាយមួយសម្រាប់កូនមាន់ហើយសម្រាប់ការថែទាំដូចវីដេអូមុននេះខ្ញុំបានបង្ហាញខ្លះមកហើយថាសម្រាប់ការចិញ្ចឹមមាន់នេះដែរគឺការថែទាំវាមានចំណុចសំខាន់ដូចជាការយកកូនមកពីគេអញ្ចឹងគឺយើងត្រូវការថែទាំវាបែបណាដូចជាការផ្ដល់នៅកម្ដៅអញ្ចឹងគឺយើងត្រូវការប្រើកម្ដៅវាបានគ្រប់គ្រាន់ហើយសម្រាប់ការប្រើកម្ដៅនេះដែរគឺយើងនៅពេលដែលវាក្ដៅខ្លាំងក៏យើងត្រូវការបើកឲ្យមានខ្យល់ចេញចូលដែរនិយាយទៅគឺយើងត្រូវការមកល្មមអត់ក្តៅពេកហើយក៏អត់ត្រជាក់ដែរចាហើយសម្រាប់ការផ្ដល់ចំណីគឺពីតូចអញ្ចឹងពីអាយុ0 ខែដល់1 ខែអញ្ចឹងគឺយើងត្រូវការផ្ដល់នៅចំណីសុទ្ធអញ្ចឹងការចំណាយយើងរៀងច្រើនតិចឲ្យពុកម៉ែបងប្អូនចាចំណុចនេះដែរគឺដោយសារនៅពេលដែលវានៅតូចអញ្ចឹងកាពះពោះវៀនវាគឺនៅខ្ចីមែនតើអញ្ចឹងបើសិនជាយើងផ្ដល់នៅចំណៃដោយប្រើជាមួយនឹងលាយបន្លែគឺវាអាចនឹងធ្វើឲ្យមាត់របស់យើងអាចរាកបានចាអញ្ចឹងហើយគឺយើងត្រូវការផ្ដល់នៅចំណីសុទ្ធហើយសម្រាប់ពីវាអាយុ1 ខែឡើងទៅគឺយើងអាចបន្ស៊ាំដូចជាការលាយជាមួយនឹងបន្លែដូចជាត្រកួនឬក៏ស្រូវបណ្ដុះស្មៅផ្អែមគឺយើងអាចលាយដូចជាអាសាឡាអញ្ចឹងទៅគឺយើងអាចលាយបន្ថែមវាបានចាសម្រាប់ការលាយនេះដែរគឺយើងលាយមួយដូចថានៅមានកម្រិតអញ្ចឹងណាពុកម៉ែចាដោយសារអីការលាយហ្នឹងយើងត្រូវការលាយវាច្រើនមុខដើម្បីឲ្យកាត់បន្ថយនៅការចំណាយទៅលើចំណីបើសិនណាជាវាមានអាយុច្រើនហើយយើងឲ្យវានៅចំណីសុទ្ធវាឆាប់ធំដូចគ្នាប៉ុន្តែយើងគិតទៅលើការចំណាយរបស់យើងវិញគឺយើងត្រូវការចំណាយច្រើនតែបើសិនជាយើងធ្វើការលាយដោយមានបន្លែអញ្ចឹងយើងអាចកាត់បន្ថយការចំណាយរបស់យើងបានហើយសម្រាប់មាន់របស់យើងគឺវានៅធំលូតលាស់ល្អបានដូចគ្នាចានេះជាបទពិសោធន៍របស់នាងខ្ញុំកន្លងមកពុកម៉ែបងប្អូនទាំងអស់គ្នាហើយដោយពុកម៉ែបងប្អូនបានឃើញនៅខាងក្រៅនេះអញ្ចឹងគឺមាន់របស់នាងខ្ញុំនេះគឺវាមានអាយុ3 ខែកន្លះហើយអញ្ចឹងគឺឃើញថាវាធំល្អមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំចង់បង្ហាញពីចំណុចសំខាន់មួយទៀតគឺនៅពេលដែលវាមានអាយុ3 ខែកន្លះអញ្ចឹងគឺវាមានឡូតធំហើយក៏អាខ្លះក៏វានៅស្ទើអញ្ចឹងយើងអាចជំរុះអាធំចេញពុកម៉ែបងប្អូនទាំងអស់គ្នាកុំឲ្យវាណែនដូចថាវាណែនធំអញ្ចឹងហើយអាវានៅតូចហ្នឹងវាគ្រាន់ធំអញ្ចឹងបើយើងជំរុះអាធំហ្នឹងចេញអស់ទៅវាធ្វើអាតូចក្រោយហ្នឹងវាធំហើយមួយទៀតវាដូចថាបើសិនជាវាធំវាស៊ីចំណីច្រើនអញ្ចឹងក៏យើងអាចចំណុចមួយដែលយើងថាកាត់បន្ថយចំណីផងដែរចាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចូលចិត្តឬស្រឡាញ់ក្នុងការចិញ្ចឹមមាន់អញ្ចឹងពុកម៉ែបងប្អូនអាចទស្សនានៅវីដេអូនេះបានថា
តើគួរចាំបែបណាដើម្បីឲ្យយើងជោគជ័យចាហើយសម្រាប់វីដេអូរបស់អ្នកខ្ញុំនៅថ្ងៃនេះដែរមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាចាអរគុណជម្រាបលា